សូមជូនរឿងតារានិងឆ្នាំងដីឥដ្ឋវេទមន្តនៅក្នុងភូមិទូចមួយជិតទន្លេមានក្មេងប្រុសឈ្មោះតារាដែលសប្បាយចិត្តជួយយាយចិនថាធ្វើឆ្នាំងដីក្លិនដីសើមនិងសូរស័ព្ទមាន់ធ្វើឲ្យភូមិយ៉ាងសុខសាន្តតារារីករាយណាស់ពេលឃើញយាយរីករាយជាមួយការជួយរបស់គេក្មេងប្រុសតូចនេះមានចិត្តសប្បុរសតែងតែចង់ជួយអ្នកដទៃថ្ងៃមួយតារាចាប់អារម្មណ៍ឃើញឆ្នាំងដីចម្លាយភ្លឺល្អនៅក្បែរផ្លូវទន្លេគាត់យកជើងទុយចិត្តដូចមានអ្វីមួយហៅឲ្យភ្លាមពន្លឺមាសចេញឡើងពីឆ្នាំងហើយព្រះអង្គអាលោកដែលជាអ្នកអនុគ្រោះលិតឡើងតារាភ្ញាក់ផ្អើលប៉ុន្តែអារម្មណ៍ក៏ក្តៅស្មោះព្រះអាលោកបន្ទាប់បាននិយាយថាឆ្នាំងនេះអាចបំពេញអ្វីក៏បានតែត្រូវប្រើសម្រាប់ការសប្បុរសប៉ុណ្ណោះតារាស្ដាប់យ៉ាងគោរពតារាសាកល្បងសួរឆ្នាំងឲ្យដៃបាយមួយភ្លាមបាយក្តៅអស់ក្លិនឆ្ងាញ់ឡើងពេញឆ្នាំងតារាបង្ហាញអស់ចរុយថ្មីទៅឲ្យយាយភ្ញាក់ផ្អើលហើយសរសើរចិត្តល្អរបស់តារាក្នុងភូមិមានមនុស្សជាច្រើនកំពុងខ្វះអាហារតារាចាប់ផ្ដើមដឹងថាគេអាចជួយពួកគេបានដោយចិត្តសប្បុរសតារាបានសុំឲ្យឆ្នាំងផ្ដល់ម្ហូបអាហារភ្លាមអាហារច្រើនលេចឡើងហើយមនុស្សទាំងអស់សប្បាយរីករាយភូមិពោរពេញដោយស្នាមញញឹមមនុស្សគ្រប់គ្នាបានបង្ហាញការថ្លែងអំណរគុណដល់តារាព្រះអាលោកឃើញការសប្បុរសរបស់តារាហើយមានអារម្មណ៍រីករាយណាស់ថ្ងៃក្រោយកម្លាំងឆ្នាំងចាប់ផ្ដើមបាត់ទៅតារាមានអារម្មណ៍សោកស្ដាយបន្តិចព្រះអាលោកបាននិយាយថាកម្លាំងអស្ចារ្យអាចបាត់ប៉ុន្តែចិត្តល្អនៅតែមានតម្លៃជាងគេទោះបីឆ្នាំងមិនមានអំណាចទៀតក៏ដោយភូមិក៏នៅតែចែករំលែកគ្នាទៅវិញទៅមកដោយបានទទួលបំផក់គំនិតពីតារានៅពេលថ្ងៃលិចតារានិងយាយអង្គុយមើលទេសភាពស្រស់ស្អាតតារាបានរៀនថាចិត្តសប្បុរសជាអំណាចខ្លាំងជាងគេសូមបងប្អូនជួយចុច Subscribe Channel YouTube ម្នាក់មួយផងដើម្បីទទួលរឿងនិទានថ្មីៗមុនគេសូមអរគុណ